ជំរាបសួរបងប្អូនទាំងអស់គ្នាដែលស្រឡាញ់និងចូលចិត្តវិស័យការចិញ្ចឹមមាន់ថ្ងៃនេះជួបជាមួយខ្ញុំបាទទៀតហើយជាម្ចាស់ Channel YouTube ផ្ទះបាសីវិទ្យាហើយថ្ងៃនេះដែរខ្ញុំមានវីដេអូមួយមកចែករំលែកជូនបងប្អូនពាក់ព័ន្ធមួយប្រធានបទតើទឹកមានសារៈសំខាន់អ្វីខ្លះនៅក្នុងវិស័យការចិញ្ចឹមមាន់ណាបងប្អូនហើយមុននឹងចូលដល់ប្រធានបទយើងខ្ញុំសូមឲ្យបងប្អូនយើងដែលកំពុងតែទស្សនាវីដេអូជួយ Subscribe Channel YouTube យើងផងដើម្បីទទួលបាននៅបច្ចេកទេសថ្មីៗពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ការចិញ្ចឹមមាន់របស់ខ្ញុំដែលធ្វើ content នេះតាំងពីមាន់តាំងពីញាស់រហូតដល់ខ្លាចជាមេបាណាបងប្អូនអញ្ចឹងបងប្អូន Subscribe ទាំងអស់គ្នាមិនខុសបំណងទេនឹងទទួលបានការចែកម្លែករបស់ខ្ញុំជារៀងរាល់ថ្ងៃណាបងប្អូនឥឡូវយើងចូលដល់ប្រធានបទយើងដែលពាក់ព័ន្ធជាមួយនឹងទឹកបងប្អូនទឹកមានសារៈសំខាន់ដល់មាន់ខ្លាំងណាស់បងប្អូនមាន់អាចនឹងដាច់ចំណីបានតែមាន់អត់អាចដាច់ទឹកបានទេបងប្អូនបើសិនជាបងប្អូនផ្ដាច់ចំណីមួយអាទិត្យអីក៏អត់ឃើញមានបញ្ហាដែរសម្រាប់មាន់ណាប៉ុន្តែបើសិនជាដាច់ទឹកដល់មួយអាទិត្យគឺមាន់អាចនឹងមានបញ្ហាណាបងប្អូនណាអញ្ចឹងទឹកមានសារៈសំខាន់ណាស់នៅក្នុងវិស័យការចិញ្ចឹមមាន់បងប្អូនទឹកវាជួយទៅដល់វាជួយសម្រួលទៅដល់ការរំលាយអាហាររបស់មាន់ឧទាហរណ៍បងប្អូនដាក់ចំណីឲ្យមាន់ស៊ីហើយបងប្អូនដាក់ទឹកឲ្យផឹកពេលដែលចំណីស៊ីចូលដល់ក្នុងកែរបស់វាពេលដែលវាផឹកទឹកទៅទឹកវាមានតួនាទីទៅជួយឲ្យចំណីហ្នឹងទន់រីកអញ្ចឹងវាធ្វើឲ្យការរំលាយអាហាររបស់មាន់កែក៏វាមានភាពងាយស្រួលក្នុងការកិនបំបែកច្របាច់យកអាសារធាតុចិញ្ចឹមផ្សេងៗនៅក្នុងចំណីហ្នឹងបានដោយងាយស្រួលណាបងប្អូនហើយទឹកជួយគ្រប់គ្រងកម្ដៅនៅក្នុងខ្លួនរបស់មាន់ព្រោះមាន់អត់មានរុនញើសទេអញ្ចឹងកាលណាដែលបងប្អូនឲ្យស៊ីចំណីច្រើនអត់ឲ្យផឹកទឹកវាឡើងកម្ដៅអញ្ចឹងវាអត់បែកញើសអញ្ចឹងវាក្ដៅអញ្ចឹងកាលណាដែលបងប្អូនឲ្យវាស៊ីចំណីច្រើនហើយបងប្អូនឲ្យទឹកផឹកទឹកបានគ្រប់គ្រាន់អាហ្នឹងវាជួយគេហៅថាគ្រប់គ្រងសីតុណ្ហភាពនៅក្នុងខ្លួនរបស់មាន់បានល្អណាបងប្អូនណាអាហ្នឹងពាក់ព័ន្ធជាមួយនឹងការឲ្យផឹកទឹកណាហើយទឹកក៏វាមានតួនាទីជាមធ្យោបាយមួយដឹកជញ្ជូនគេថាសារធាតុចិញ្ចឹមដែលមាន់ស៊ីទៅហ្នឹងដឹកជញ្ជូនសារធាតុចិញ្ចឹមបើស្រូបយកអាសារធាតុចំណីផ្សេងហ្នឹងទៅកាន់ផ្នែកផ្សេងនៃរាងកាយរបស់មាន់ណាវាជួយដឹកជញ្ជូនអាសារធាតុដូចជាប្រូតអ៊ីនវីតាមីនសារធាតុផ្សេងនៅក្នុងចំណីហ្នឹងទៅជួយអាសារពាង្គកាយផ្សេងតាមផ្នែកផ្សេងអញ្ចឹងអានេះក៏វាជាតួនាទីរបស់ទឹកដែរវាជាអត្ថប្រយោជន៍របស់ទឹកដែរហើយទឹកពេលដែលមាន់បងប្អូនគេថាមានជាតិពុលនៅក្នុងខ្លួនទឹកក៏វាចូលរួមចំណែកដឹកជញ្ជូនសារធាតុពុលចេញទៅខាងក្រៅដែរមានន័យថាពេលដែលវាផឹកទឹកហើយមាន់អត់មានរត់ញើសទេអញ្ចឹងពេលដែលមានជាតិពុលច្រើនអាការបញ្ចេញជាតិពុលរបស់មាន់ហ្នឹងក៏វាទៅតាមរយៈក្លេអាក់ដែរក្លេអាក់ហ្នឹងវាបញ្ចេញចោលតាមការបញ្ចេញចោលដូចជាចេញតាមរនោមឬក៏តាមលិមួកមានន័យថាវានោមវាបត់ជើងវាជុះលិមួកមកក៏វានាំយកអាសារធាតុពុលផ្សេងហ្នឹងមកកាន់មកខាងក្រៅដែរអាហ្នឹងពាក់ព័ន្ធជាមួយនឹងគុណប្រយោជន៍របស់ទឹកណាបងប្អូនហើយពាក់ព័ន្ធជាមួយទឹកសម្រាប់បងប្អូនយើងដែលគាត់ចិញ្ចឹមមាន់លក្ខណៈយកពងលក្ខណៈមាន់មេយកពងកាលណាដែលបងប្អូនដាច់ទឹកក៏វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតស៊ុតរបស់មាន់ដែរជាធម្មតាក្នុងស៊ុតមួយគ្រាប់គឺមានជាតិទឹកច្រើនណាបងប្អូនបើតាមខ្ញុំចាំការសិក្សាដូចជា60ទៅ65%ណាបងប្អូនអញ្ចឹងកាលណាដែលមាន់បាត់បង់នៃសារធាតុទឹកបងប្អូនដាក់ទឹកឲ្យបានគ្រប់គ្រាន់ក៏វាអាចនឹងធ្វើឲ្យថយចុះនៃការផលិតស៊ុបដែរណាបងប្អូនអញ្ចឹងទាញមកវិញក្នុងវិស័យការចិញ្ចឹមមាន់ទឹកមានសារៈសំខាន់ណាស់បងប្អូនទឹកមានសារៈសំខាន់ណាស់អញ្ចឹងឲ្យស៊ីចំណីកុំឲ្យភ្លេចផឹកឲ្យមាន់ផឹកទឹកផងណាបងប្អូនទាំងកូនមាន់ទាំងមាន់ធំទាំងមាន់ទូចទាំងមេយកពងគឺវាត្រូវការទឹកខ្លាំងណាស់ហើយបងប្អូនដែលតាមដានទស្សនាវីដេអូយើងតាំងពីដើមរហូតមកដល់ចប់សូមផ្ដាំថា complete រៀង subscribe ដល់ខ្ញុំផង subscribe channel YouTube យើងផងដើម្បីទទួលបានព័ត៌មានថ្មីពាក់ព័ន្ធជាមួយវិស័យការចិញ្ចឹមមាន់ហើយយើងដូចជាអត់មានអីច្រើនទៀតទេយើងមានតែប៉ុណ្្នឹងទេយកមកចែកម្លែកជូនបងប្អូនក្នុងថ្ងៃនេះអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ពីអ្វីដែលខ្ញុំបានចែកម្លែកឲ្យចេះដូចខ្ញុំដែរអ្វីដែលខ្ញុំចេះខ្ញុំចែកម្លែកអញ្ចឹងបងប្អូនស្ដាប់ទៅនឹងទទួលបានចំណេះដឹងហើយយើងអត់មានអីច្រើនទេថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេហើយក៏អរគុណបងប្អូនច្រើនដែលតាមដានតាំងពីចំណុចចាប់ដើមរហូតដល់ចំណុចបញ្ចប់ហើយយើងនឹងជួបគ្នានៅថ្ងៃស្អែកនៅវីដេអូរបស់ខ្ញុំនៅពេលវេលានឹងមកដដែលអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា